ជំរាបសួរថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីវិធីមួយដែលខ្ញុំធ្លាប់ទទួលបានលទ្ធផលល្អក្នុងការរៀនភាសាអង់គ្លេសអញ្ចឹងទី1មានន័យថាខ្ញុំកំណត់ជាគោលដៅរបស់ខ្ញុំសិនហើយបន្ទាប់ពីយើងកំណត់គោលដៅបានច្បាស់ហើយទី2ខ្ញុំនឹងកំណត់អំពីរបៀបរៀនតើខ្ញុំរៀនដោយរបៀបណាហើយបន្ទាប់ពីខ្ញុំមានរបៀបរៀនត្រឹមត្រូវហើយទី3ខ្ញុំធ្វើការអនុវត្តវាជាស្ដែងឲ្យបានច្រើនរបៀបនៃការកំណត់គោលដៅយើងមានការកំណត់គោលដៅច្រើនហើយតាមប្រភេទនៃការអ្វីដែលយើងចង់បានខ្ញុំឧទាហរណ៍ថាគោលដៅអាចមានជាអាចគ្រូបង្រៀនភាសាអង់គ្លេសទី2អាចជាអ្នកធ្វើកាយទី3ឧទាហរណ៍ថាយើងចង់ទទួលបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេសតាមរយៈដែលយើងបង្កើនភាសាអង់គ្លេសអញ្ចឹងយើងអាចប្រឡងអាហារូបករណ៍ផ្សេងៗហើយយើងមានឱកាសទៅរៀននៅក្រៅប្រទេសអាចទី4ការរៀនភាសាអង់គ្លេសឧទាហរណ៍ថាយើងចង់មានទំនាក់ទំនងជាមួយនឹងមនុស្សជាច្រើននៅជុំវិញពិភពលោកអានេះក៏សិតតែជាគោលដៅរបស់យើងក្នុងការរៀនភាសាអង់គ្លេសសិនអញ្ចឹងរបៀបនៃការរៀនភាសាអង់គ្លេសយើងអាចបង្ហាញពីចំណុចទី1មានន័យថាយើងត្រូវចូលរួមរៀនភាសាអង់គ្លេសនៅក្នុងថ្នាក់នៅក្នុងសាលាភាសាអង់គ្លេសអាចគ្រូដែលមានបច្ចេកទេសឬក៏សមត្ថភាពនៃការប្រើប្រាស់ភាសាអង់គ្លេសបានល្អហើយជាពិសេសបើអាចបានក្នុងថ្នាក់នោះអាចជាថ្នាក់ដែលប្រើប្រាស់ភាសាអង់គ្លេសជាប្រចាំដើម្បីយើងអាចងាយយល់ហើយទំនាក់ទំនងគ្នាជាភាសាអង់គ្លេសប្រចាំថ្ងៃបានបាទចំណុចទី2មានន័យថាជា self study មានថាជាការស្វ័យសិក្សាមានថារបៀបនៃការរៀនរបស់យើងក្រៅពីយើងរៀននៅសាលាមានថាទាំងអស់គ្នាត្រូវរៀនដោយខ្លួនឯងអញ្ចឹងឧទាហរណ៍ថារបៀបរៀននៃការដោយខ្លួនឯងនោះមានតាមរបៀបនៃការរៀនពី social media អាចមានពី YouTube channel ឬក៏អាចរៀនពី app ជាភាសាអង់គ្លេសឬក៏អាចយើងរៀនស្ដាប់ចម្រៀងជាភាសាអង់គ្លេសឬក៏អាចយើងមើលអំពីភាពយន្តដែលនិយាយភាសាអង់គ្លេសដែលយើងអាចមើល subtitle បានបាទទាំងអស់នោះសិតតែជារបៀបនៃការរៀនរបស់យើងហើយទី3គឺសំខាន់គឺការអនុវត្តជាក់ស្ដែងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវអនុវត្តជាភាសាអង់គ្លេសឧទាហរណ៍ថានៅពេលដែលយើងត្រូវមានឱកាសបានរៀនភាសាអង់គ្លេសក្នុងថ្នាក់ត្រូវធ្វើម៉េចទាំងអស់គ្នាអាចអនុវត្តនិយាយភាសាអង់គ្លេសបានច្រើនជាមួយលោកគ្រូបង្រៀនភាសាអង់គ្លេសឬក៏មិត្តភ័ក្តិរួមថ្នាក់របស់យើងដែលយើងអាចទំនាក់ទំនងជាភាសាអង់គ្លេសបានទី2មានន័យថានៅពេលដែលយើងអាចប្រើប្រាស់ភាសាអង់គ្លេសបានយើងអាចប្រើជាប្រយោគខ្លីៗទៅមិត្តភ័ក្តិរបស់យើងឧទាហរណ៍ថា I'm thirsty ខ្ញុំស្រេកទឹក I'm hungry ខ្ញុំឃ្លានឬក៏ I want to go to bed ខ្ញុំចង់ទៅគេងហើយយើងអាចអានជាសៀវភៅរឿងឬក៏អាចអានជាអត្ថបទប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញនៅទីនេះអ្នកនរគ្នាអនុវត្តនៃការអាននោះគឺអត្ថបទណាដែលយើងងាយយល់ហើយកុំអានអត្ថបទដែលវែងពេកស្មុគស្មាញពេកហើយពិបាកយើងយល់អញ្ចឹងដល់ពេលដែលយើងអានអត្ថបទដែលងាយយល់ធ្វើឲ្យយើងមានកម្លាំងនៃការអានយើងតែជំរុញយើងឬក៏លើកទឹកចិត្តឲ្យយើងកាន់តែចង់អានហើយចង់ដឹងរឿងនឹងផងដែរអញ្ចឹងបន្ទាប់ពីការអាននោះអ្នកទាំងអស់គ្នាធ្វើការស្វែងយល់ពីអត្ថន័យនៃអត្ថបទក្រៅពីយល់អត្ថន័យនៃអត្ថបទបើអាចបានយើងព្យាយាមសង្ខេបអត្ថបទនោះជាភាសាអង់គ្លេសហើយចំណុចមួយទៀតខ្ញុំចង់លើកទឹកចិត្តឲ្យទាំងអស់គ្នាអាចយើងទិញជាសៀវភៅនៃការអនុវត្តលំហាត់ផងដែរអញ្ចឹងដល់ពេលទំនេរយើងត្រូវធ្វើការអនុវត្តលំហាត់ប្រចាំថ្ងៃដើម្បីយើងដឹងថាតើកម្រិតភាសាអង់គ្លេសយើងទៅដល់កម្រិតណាចំណុចមួយទៀតក៏ជាចំណុចសំខាន់ដែរមានន័យថាយើងព្យាយាមគិតអំពីរបៀបនៃការរស់នៅរបស់យើងបែបជាភាសាអង់គ្លេសអញ្ចឹងឧទាហរណ៍ថាខ្ញុំក្រោកពីគេងនៅម៉ោង7ហើយភាសាអង់គ្លេសយើងគួរនិយាយយ៉ាងម៉េចឧទាហរណ៍ថា I get up at 7 o'clock in the morning ឧទាហរណ៍អញ្ចឹងបន្តទៀតឧទាហរណ៍ថាខ្ញុំទៅរៀននៅម៉ោង8 I go to study at 8 o'clock ឬក៏ I go to school at 8 o'clock បាទនេះសិតតែជាវិធីដែលយើងអាចគិតអំពីរបៀបប្រចាំថ្ងៃរបស់យើងការរស់នៅប្រចាំថ្ងៃដើម្បីឲ្យការប្រើប្រាស់ភាសាអង់គ្លេសរបស់យើងកាន់តែប្រសើរឡើងជាប្រចាំផងដែរពេលអញ្ចឹងជាសរុបមកវិញការរៀនភាសាអង់គ្លេសឬក៏របៀបនៃការរៀនភាសាអង់គ្លេសឲ្យឆាប់ចេះយើងមាន3ចំណុចដែលខ្ញុំបានបង្ហាញអំពីរបៀបនៃការរៀនភាសាអង់គ្លេសហើយខ្ញុំធ្លាប់ទទួលបានលទ្ធផលល្អក្នុងការរៀនភាសាអង់គ្លេសអញ្ចឹងទី1យើងនិយាយពីការកំណត់គោលដៅជាក់លាក់សិនថាតើយើងចង់ធ្វើអីបន្ទាប់ពីយើងរៀនភាសាអង់គ្លេសបន្ទាប់មកយើងកំណត់គោលដៅហើយយើងត្រូវរកវិធីតើត្រូវធ្វើម៉េចឲ្យដល់គោលដៅអញ្ចឹងវិធីរបស់យើងដូចខ្ញុំបានបង្ហាញអញ្ចឹងអាចមានរបៀបនៃការរៀននៅសាលាអាចមានរបៀបនៃការរៀនដោយខ្លួនឯងនឹងសិតតែជាវិធីនិងទី3យើងនិយាយអំពីការអនុវត្តជាក់ស្ដែងអញ្ចឹងទាំងអស់នឹងឯងអាចជួយជំរុញឲ្យយើងរៀនភាសាអង់គ្លេសហើយរីកចម្រើនបានលឿនហើយនឹងឆាប់ចេះនិយាយផងដែរបាទសូមអរគុណច្រើន